ធ្វើបែបណាទៅយើងលក់ដាច់ចាបងប្អូនជំរាបសួរចាស្វាគមន៍មកកាន់ channel របស់នាងខ្ញុំចារីករាយបងប្អូនថ្ងៃនេះដែរខ្ញុំមកនិយាយពីរឿងលក់រោដែរបងប្អូនធ្វើមកយើងលក់ដាច់នេះនិយាយទូទៅបងប្អូនអត់ចំពោះតែបានចាប់ហួយឬក៏អ្នកលក់អនឡាញឬក៏អ្នកដែលធ្វើនំលក់ទូទៅទាំងបងប្អូនថ្ងៃហ្នឹងយើងមាន10ចំណុចដែរតែសម្រាប់អ្នកដែលមើលវីដេអូខ្ញុំហើយបើសិនជាយើងមានចំណុចផ្សេងៗនៅខាងបងប្អូនធ្វើទៅលក់ដាច់បងប្អូនអាចចែករំលែកបានខាងក្រោមខមមិនរបស់នាងខ្ញុំនឹងលើកយកមកដើម្បីយើងចែករំលែកទៅទាំងអស់គ្នាសម្រាប់អ្នកដែលគាត់រស់ស៊ីដូចគ្នាចឹងបងប្អូនដើម្បីយើងរីកចម្រើនទាំងអស់គ្នាបងប្អូនចាហើយបើមានចំណុចណាដែលថាលូខ្វះខាតអីបងប្អូនអើយកុំប្រកាន់អីព្រោះអីខ្ញុំមិនមែនជាអ្នកជំនាញខាងផ្នែកលក់អីទេនេះខ្ញុំគឺជាអ្នកលក់ធម្មតាហើយក៏រស់ស៊ីធម្មតាតែគាត់ថាចង់ចែករំលែកជាបទពិសោធន៍ខ្លះៗសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមឬក៏អ្នកដែលគាត់កំពុងតែរស់ស៊ីហើយចង់បោះបង់ឬក៏គេថាយើងលក់អត់សុទ្ធដាច់អីចឹងណាហើយអញ្ចឹងយើងអាចមានចំណុចទាំងអស់នេះខ្ញុំមាន10ចំណុចហ្នឹងចាសម្រាប់បងប្អូនដែលមានបន្ថែមអាច comment ខាងក្រោមវីដេអូខ្ញុំបានចាឥឡូវយើងចូលចំណុចទី1បងប្អូនចាចំណុចទី1ហ្នឹងយើងព្យាយាមប្រម៉ូទអីវ៉ាន់យើងបងប្អូនមិនថាបងប្អូនលក់អីទេមិនថាជាអីវ៉ាន់ចាប់ហួយឬក៏ជាអីវ៉ាន់ brand ផ្ទាល់ខ្លួនឬក៏ជាការលក់ខោអាវឬយើងលក់នំលក់នេកអីក៏ដោយបងប្អូនលក់អីក៏ដោយអីវ៉ាន់ដែលយើងលក់ហ្នឹងព្យាយាមប្រម៉ូទអីវ៉ាន់យើងប៉ុន្តែឈរលើគោលការណ៍មួយគោលការណ៍មួយដែលខ្ញុំនិយាយហ្នឹងគឺអត់ជន់អីវ៉ាន់គេបងប្អូនសម័យនេះឲ្យរស់ស៊ីនិយាយទៅមិនបាច់ជន់គេព្យាយាមលើកទៅរបស់យើងអូបងមើលយើងល្អអញ្ចេះល្អអញ្ចេះអានេះឆ្ងាញ់អញ្ចេះមិនអញ្ចេះចឹងយើងនិយាយតែបានយើងទៅបងប្អូនមិនបាច់ឲ្យជន់របស់គេមិនល្អអញ្ចេះចុះមិនបាច់ទេបងប្អូនញើឡូឆ្លាតថាពួកគាត់យល់ដឹងបានច្រើនយើងអត់បាច់ព្យាយាមជន់គេទេបងប្អូនយើងព្យាយាមទៅប្រមូលអីវ៉ាន់យើងឲ្យបានច្រើនចាយើងកុំជន់អីវ៉ាន់គេទៅបើពេលយើងធ្វើអញ្ចឹងពេលណាភ្ញៀវគាត់ស្អប់យើងដែរថាអីវ៉ាន់ខ្ញុំល្អចេះទិញរបស់គេអញ្ចឹងចាយើងមិនបាច់ធ្វើចឹងទេបងប្អូនប្រម៉ូទតែអីវ៉ាន់យើងចាចំណុចទី1យើងក៏ប្រម៉ូទអីវ៉ាន់យើងកុំជន់អីវ៉ាន់គេបងប្អូនគេលក់អីលក់ទៅរឿងរបស់គេបងហ្នឹងគឺនៅតែបញ្ជាក់បងប្អូនចាយើងព្យាយាមប្រម៉ូទអីវ៉ាន់យើងតែកុំជន់របស់គេថារបស់គេអន់ចេះចាល្អទៅរបស់យើងអញ្ចឹងណាធម្មតាអីវ៉ាន់នីមួយមានលក្ខណៈស្តង់ដាររៀងខ្លួនហើយអាហ្នឹងខ្ញុំនិយាយចំពោះអីវ៉ាន់ដូចថាពួកអ្នកលក់អនឡាញអីចឹងកៅអីចឹងតែសម្រាប់យើងរស់ស៊ីទូទៅក៏ចឹងដែរបងប្អូននំយើងឆ្ងាញ់មករបស់យើងវាមាននិយាយទៅវាគេហៅថាវា brand name របស់យើងមួយវាជារបស់យើងវាល្អរបស់យើងសរសើររបស់យើងវាល្អហើយប៉ុន្តែយើងកុំទៅជាប់របស់គេថារបស់គេអញ្ចឹងនិយាយទៅខ្ញុំជួបអ្នកខ្លះទៅគាត់ជាភ្ញៀវគាត់និយាយដែរគាត់ថាមិនបាច់ជន់គេទេយើងទិញរបស់អ្នកណាយើងដឹងហើយគុណភាពមិនយើងមិនទៅប្រាប់ថាអូរបស់អ្នកនេះអញ្ចឹងមិនរៀបរាប់អត់ហ្នឹងយើងរៀបរាប់ទៅពីវ៉ាន់យើងទៅគាត់ស្គាល់បើយើងមានអីវ៉ាន់ផ្សេងឧទាហរណ៍ថាគាត់ទិញអីមួយអញ្ចឹងវាមានអីវ៉ាន់ផ្សេងពីហ្នឹងទៀតយើងរៀបរាប់របស់យើងទៅមិនបាច់ព្យាយាមទៅរៀបរាប់របស់គេជន់របស់គេទេបងប្អូនចាចំណុចទី1សម្រាប់ចំណុចទី2សម្រាប់ចំណុចទី2គឺប្រព័ន្ធបណ្ដាញសង្គមបងប្អូនខ្ញុំជឿថាបងប្អូនអ្នកដែលមើលខ្ញុំគឺគាត់មើលតាម YouTube តែសម្រាប់ដោយសារតែខ្ញុំមិនបានចែកចាយក្នុងប្រព័ន្ធបណ្ដាញសង្គមទេចែកចាយតែរបៀបខ្លីៗបងប្អូននៅក្នុង Facebook page របស់នេះខ្ញុំនិង TikTok របស់ខ្ញុំប៉ុន្តែនិយាយពីរឿងប្រព័ន្ធបណ្ដាញសង្គមគឺ Facebook page ឬក៏ TikTok ខ្ញុំជឿថាបងប្អូនពិតជាមានប្រើចាស្ទើរតែគ្រប់គ្នាបងប្អូនអីវ៉ាន់សពថ្ងៃលក់ដាច់តាមអនឡាញគឺខ្លាំងបងប្អូនសូម្បីតែចាប់ហួយក៏គាត់អាចលក់តាមអនឡាញបានសពថ្ងៃគឺឆ្ងាយបានគ្រប់ខេត្តក្រុងតែម្ដងអញ្ចឹងហើយសម្រាប់ការផុសក្នុងប្រព័ន្ធបណ្ដាញសង្គមខ្ញុំពីខ្ញុំបងប្អូនផុសមែនតើចាមិនថាជាអីវ៉ាន់អីក៏ដោយបងប្អូនថតផុសទៅមិនថាលក់នំលក់អីក៏ដោយមិនថាអានេះនិយាយដល់ចំណុចហ្នឹងគឺតាក់ទងទៅអ្នកលក់តូចចាគាត់តែងថាលក់ប្រព័ន្ធហ្នឹងមិនថតផុសធ្វើអីទេចាហើយអ្នកខ្លះគាត់ថតដែរប៉ុន្តែវាអត់បានឡាញអត់បានអីច្រើនអញ្ចឹងណាគាត់អន់ចិត្តចាមិនអន់ចិត្តទេបងប្អូនខ្ញុំបង្កើត page មួយរយៈពេល1ខែអត់មាន like សូម្បីតែមួយបងប្អូនប៉ុន្តែឥឡូវ1ខែក្រោយនេះចាឡើងជាលំដាប់សម្រាប់ page ហ្នឹងគឺ like follow ឡើងជាលំដាប់បងប្អូនគឺនិយាយទៅយើងបង្កើតដើម្បីយើងលក់ទំនិញដែរបងប្អូនចាហើយយើងថតទៅបងប្អូនអីវ៉ាន់យើងលក់អីក៏ដោយបងប្អូនថតហើយបង្ហោះចូលថ្ងៃទៅមួយថ្ងៃមួយឬពីរវីដេអូអីចឹងឬក៏យើងមានពេលធ្វើវីដេអូយើងអាចថតអីវ៉ាន់ហ្នឹងអាចចម្រៀងឬក៏យើងថតជារូបអីចឹងណាហើយយើងផុសទៅបងប្អូនរវល់អីក្នុងបណ្ដាញសង្គមអ្នកខ្លះគាត់ទៅបង្កើតមានតិចចឹងទៅអ្នកដែលបង្កើតយូរមានរាប់ពាន់អ្នកចឹងទៅបងប្អូនសាក់សម័យមកភ្ញៀវទិញយើងរងថ្ងៃយើងកើតត្រឹមតែខ្ទង់100ទេតែនេះអ្នកដែលមើលឃើញយើងគឺរាប់ពាន់ចាយើងផុសទៅបងប្អូនសម្រាប់អ្នកដែលប្រើប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook TikTok ឬក៏បង្កើត page អីហ្នឹង YouTube ឯហ្នឹងយើងសម្រាប់ YouTube វាពិបាកទេបងប្អូនតែសម័យលុបដាច់ viral ខ្លាំងគឺសម្រាប់ Facebook
Facebook ឬក៏ page TikTok អីហ្នឹងយើងថតបង្ហោះទៅបងប្អូនចាអត់មានអ្នក like អ្នក share អីទេបងប្អូនយើងជាអ្នកលក់ចាត្រូវតែថតបង្ហោះទៅព្រោះសម័យនេះគឺអ្នកប្រើបណ្ដាញសង្គមច្រើនបងប្អូនចាច្រើនមែនទែនហើយចំណុចទី3ផងដែរបន្តពីចំណុចមិញដែរចាយើងតែថាយើងកុំបាក់ទឹកចិត្តបងប្អូនកុំបាក់ទឹកចិត្តត្រូវតែតស៊ូទៅមុខមានថ្ងៃលក់ដាច់ទេបងប្អូនថ្ងៃខ្លះខ្ញុំក៏លក់ដាច់ទៅគ្នានឹងបងប្អូនគឺឥឡូវនេះខែបុណ្យខែប្រជុំចាមិនថាតែខ្ញុំខាងដេប៉ូគាត់ខែប្រជុំមិនស្ងាត់មែនទែនចាលក់អត់សូវដាច់ទេប៉ុន្តែពួកយើងនៅតែតស៊ូអ្នកខ្លះគាត់តស៊ូតាំងពីលក់តូចដល់ឡើងដល់ដេប៉ូធំចឹងទៅចាអ្នកខ្លះគាត់លក់អនឡាញពីលក់ដែលអត់មានតូបអត់មានអីលក់នៅតែផ្ទះគាត់បើកតូបបានអ្នកខ្លះពីនេះដូចជាអ្នករកស៊ីអនឡាញដល់ហើយបងប្អូនឃើញធំហ៎តែពីមុនដែលយើងមិនធ្លាប់ស្គាល់ពួកគាត់រកស៊ីទូទៅមែនទេបងប្អូនគាត់គ្រាន់តែធ្វើអីវ៉ាន់មួយហើយលក់បានតិចតួចចា3 4កញ្ចប់តែឥឡូវនេះសប្តាហ៍នេះរកពាន់កញ្ចប់ចាគាត់លក់បានអាហ្នឹងមកពីអីដែរចាមកពីការដែលយើងតស៊ូបងប្អូនចាយើងតស៊ូកុំបាក់ទឹកចិត្តបងប្អូនបើអត់មានអ្នកលើកទឹកចិត្តចាអាចមើលវីដេអូរបស់ខ្ញុំក៏ធ្វើពីការលើកទឹកចិត្តបានច្រើនសម្រាប់អ្នករកស៊ីដែរបងប្អូនយើងខំទៅបងប្អូនវាគ្មានអីទេបើយើងមិនខំវាគ្មានអីដែលយើងបានមកពីការដែលយើងមិនស៊ូទេវាមិនអាចធ្លាក់លើមេឃមកតែយើងមិនធ្វើអីសោះបងប្អូនដូចថាឧទាហរណ៍ថាអ្នកខ្លះគាត់រកលុយពីវីដេអូបើសិនជាគាត់អត់ថតគាត់អត់ធ្វើក៏វាអាចបានលុយនៅមកបានដែរគាត់ខំណាបងប្អូនមិនមែនថារកស៊ីស្រួលទេភាគច្រើនបំផុតគឺកាត់ជាពីការតស៊ូអ្នកខ្លះគាត់ស៊ូមកឆ្អែតហើយដល់ពេលដែលលទ្ធផលចុងក្រោយមើលមកដូចស្រួលហើយថាគាត់រកលុយស្រួលតាមពិតមិនមែនទេគាត់រកមកយូរហើយលទ្ធផលដែលគាត់ទទួលបានវាសមហើយព្រោះអ្នកខ្លះ 4-5 ឆ្នាំអ្នកលក់អនឡាញខ្លះសប្តាហ៍ថ្ងៃគាត់រកបានចំនួន100លានអីហ្នឹងគឺពីមុនមកគាត់រកបានតិចតួចដូចគ្នាតែគាត់នៅតែស៊ូនៅតែពង្រីកថែមតិចចឹងរហូតចឹងណាបងប្អូនចឹងយើងចំណុចហ្នឹងគឺកុំបាក់ទឹកចិត្តហើយត្រូវតែតស៊ូបងប្អូនចាចំណុចទី4របស់នេះខ្ញុំគឺការសម្រួលចិត្តចាការសម្រួលចិត្តយើងជាអ្នកលក់ចាតាំងចិត្តថាជាអ្នកលក់គឺស្ដីអាក្រក់ក៏មិនបានឆេវឆាវក៏ពិបាកដែរបងប្អូនចាយើងស្ដីអាក្រក់យើងនិយាយទៅកាន់ភ្ញៀវអាក្រក់ក៏គេអាចថ្ងៃនេះគេមិនទិញយើងឯងគ្រាន់គេមិនទិញឯងមិនថាជាអ្នកលក់ផ្ទាល់ឬក៏អ្នកលក់អនឡាញទេបងប្អូនចាបើអ្នកលក់អនឡាញគាត់មានលក្ខណៈថាជាអ្នកតបឆាតបអីចឹងក៏ត្រូវតែមានជីវធម៌កុំឆេវឆាវចាសម្រួលចិត្តចាកុំឆេវឆាវបងប្អូនយើងព្រោះខ្ញុំក៏ជួបតែមានទាំងក្មេងមានទាំងចាស់ចាមករបៀបលក្ខណៈមកក្រោយអីចឹងសុំមុនអីចឹងគេទាំងច្រើនណាស់ដាក់គេមុនហ្នឹងបញ្ញាប់ខ្ញុំកំងយូរហើយមិនបានចាយើងសម្រួលតាមហ្នឹងណាបងប្អូនយើងកុំឆេវឆាវកុំសម្ដែងក្រក់យើងលុបយើងត្រូវតែស្ដីទៅមិនថាមិនផ្អែមទៅយើងនិយាយអ្នកខ្លះគាត់ថាខ្ញុំចេះស្ដីផ្អែមមិនត្រង់ចាយើងនិយាយត្រង់តែពេលខ្លះត្រង់ឲ្យគិតដែរបងប្អូនបើយើងនិយាយអត់គិតវាអាចបាត់ភ្ញៀវអស់បងប្អូនចានេះជាស្ដែងចាចំណុចទី5ផងដែរបើបងមានប្អូនមានតូបអ្នកដែលចំពោះអ្នកដែលមានតូបឬក៏លក់ឬក៏ជាហាងរបស់យើងចាយើងអាសាcleanមកឲ្យស្អាតស្អាតមានអនាម័យបងប្អូនសម្រាប់ចំណុចទី5នោះដែរគឺចំណាក់កណ្ដាលគេដោយសារតែបើសិនជាអ្នកដែលគាត់មានតូបចាមានតូបឬក៏ហាងអីមិនថាតូបឬធំទេបងប្អូនការសម្អាតគឺសំខាន់បងប្អូនគេត្រូវតែសម្អាតឲ្យស្អាតមើលទៅលក្ខណៈថាមើលមកគេចង់ទិញណាបងប្អូនចាអីវ៉ាន់យើងដាក់មុខមកយើងលក់អីយើងដាក់មកមិនថាជានំមិនថាឬក៏អ្នកលក់ចាប់ហួយឬក៏អ្នកលក់អនឡាញអីវ៉ាន់ឲ្យយើង live អីចឹងអីវ៉ាន់ដែលយើងលក់យើងអាចរៀបវាឲ្យមើលទៅឃើញថាអូគាត់ចង់ទិញអីចឹងអ្នកខ្លះសម្រាប់អ្នកលក់អនឡាញអីគាត់អាចដាក់លេខឬក៏លេខកូដអីចឹងលើអីវ៉ាន់គាត់ឲ្យគាត់ live ចឹងទៅមើលទៅដូចថាយើងដឹងថាយ៉ាងណាយើងចង់បានមួយណាចឹងភ្ញៀវពួកអីពេលគាត់ហៅចង់បានមើលអានេះមើលនេះយើងអាចហាស់ជាងមុនបងប្អូនចាហើយដូចខ្ញុំលក់ចាប់ហួយអញ្ចឹងអីវ៉ាន់ដែលថាចូលថ្មីឬក៏អីវ៉ាន់ដែលភ្ញៀវអត់ដែលបានទិញទេយើងអញ្ចឹងគាត់អត់ដែលឃើញអញ្ចឹងអីវ៉ាន់ថ្មីមកគឺខ្ញុំតាំងនៅខាងមុខឲ្យបងប្អូនសម្រាប់ពួកមីពុំស៊ូឬក៏គ្រឿងកំប៉ុងផ្សេងៗទៅជាធម្មតាគឺខ្ញុំតាំងអញ្ចឹងបងប្អូនតាំងពីមុខដំបូងខ្ញុំដាក់តាំងឲ្យគាត់ឃើញអ្នកខ្លះលក់ទៅនេះគេដឹងគេទិញហើយអត់គិតអញ្ចឹងអត់បងយើងតាំងអីវ៉ាន់យើងទៅបងប្អូនមិនថាលក់នំអីឡើយយើងរៀបទៅវាល្អមើលណាបងប្អូនចាដូចរឿងរៀបចំនោះដូចគេប្រឡងអី Master Chef បងប្អូនចាឃើញមកហូបគេធម្មតាទេបងប្អូនតែគេតុបតែងទៅវាអាចថាដូចយើងចូលហាងអញ្ចឹងគឺវាថ្លៃតាមពិតលើការតុបតែងទេបងប្អូនយើងក៏ត្រូវតុបតែងហាងវាស្អាតដែរបងប្អូនចាការអនាម័យគឺត្រូវតែស្អាតបងប្អូនចាសម្រាប់ចំណុចទី6គឺយើងនិយាយពីអនាម័យហាងក៏យើងនិយាយពីអនាម័យខ្លួនឯងចាបើផ្ដោតសំខាន់ចំពោះអ្នកលក់អីវ៉ាន់ញ៉ាំបងប្អូនចា
សម្រាប់សក់ស្រាក់យើងគូទៅចងទៅបងប្អូនយើងទម្លាក់នៃថ្ងៃវាសម្រាប់អីវ៉ាន់ញ៉ាំគឺយើងឃ្លីននៅរឿងសក់បន្តិចតែសម្រាប់អ្នកលក់អីវ៉ាន់អនឡាញឬក៏លក់អីធម្មតាអីចឹងគេអាចទម្លាក់អីបានតែថាយើងធ្វើខ្លួនបែបមើលមកឲ្យវាល្មមសមរម្យបងប្អូនចាអញ្ចឹងសមរម្យមានថាយើងស្អាតយើងស្អាតផងទៅមិនតែមកស្អាតវាមិនមែនអញ្ចឹងទេខ្ញុំក៏វាអត់ស្អាតដូចតែគ្នាបងប្អូនគាត់ថាយើងស្លៀកពាក់មកសមរម្យអញ្ចឹងមិនមែនថាទៅខួតសរងមកលក់អីវ៉ាន់ឲ្យគេអញ្ចឹងចាហ្នឹងគឺវាជាចំណុចដែលមិនសមរម្យអញ្ចឹងយើងស្លៀកពាក់ឲ្យសមរម្យយើងលក់ដូរចាយើងជាអ្នកលក់ដូរសក់យើងសិតឲ្យថាវាមិនមែនទៅស្អាតណាគ្រាន់តែសិតឲ្យវាបើមើលទៅឃើញញ៉ៃញ៉ៃអញ្ចឹងណាបងប្អូនឃ្លីនទាំងហាងក៏ឃ្លីនទាំងខ្លួនឯងផងដែរចាសម្រាប់ចំណុចទី7គឺយើងថែភ្ញៀវបងប្អូនចាសម្រាប់អ្នកលក់មិនថាខ្ញុំថាគេទេបងប្អូនចាប់ផ្ដើមលក់ពីមួយខែនឹងនិយាយចំពោះអ្នកដែលទៅបើកបងប្អូនចាពីមួយខែទៅចូលឆ្នាំទៅបងប្អូនដឹងថាគាត់จะមានភ្ញៀវចាស់បងប្អូនចាយើងព្យាយាមថែភ្ញៀវចាស់ឲ្យបានបងប្អូនភ្ញៀវថ្មីចូលមកថែភ្ញៀវចាស់ហ្នឹងឯងដែលគាត់ជួយទៅលក្ខណៈថានិយាយប្រាប់អ្នកថ្មីអញ្ចឹងណាខ្ញុំទិញផ្ទះនេះល្អខ្ញុំទិញផេកនេះគាត់លក់ល្អអីវ៉ាន់គាត់ទិញបានពិតអីវ៉ាន់យកមកសាច់ស្អាតល្អអីវ៉ាន់យកមកប្រើល្អអីចឹងណាបងប្អូនចាសម្រាប់លក់មិនថាហ្នឹងខ្ញុំនិយាយរឿងតែលក់អនឡាញសម្រាប់យើងលក់នៅតាមផ្ទះអីគឺថាមិនបាច់ខុសអីពេកទេមិនបាច់ទេបងប្អូនត្រូវតែខំនិយាយទៅលក់ដូរកុំឆ្ងល់កុំខឹងគេថាតែគេលក់ដាច់យើងលក់ដាច់យើងព្យាយាមមើលពីចំណុចខ្លួនឯងបងប្អូនថែខ្លួនឯងកុំព្យាយាមឈ្នះនេះគេសម័យនេះមិនបាច់ឈ្នះនេះណាទេបងប្អូនព្យាយាមខំពីយើងវិញបងប្អូនចាអាហ្នឹងគឺយើងថែភ្ញៀវបងប្អូនចំណុចហ្នឹងខ្ញុំនិយាយពាក់ព័ន្ធទៅរឿងភ្ញៀវចាស់ដែលយើងត្រូវតែថែយទៅបើសិនជាអ្នកដែលគាត់ទិញពិបាកគឺតំណាក់ទៅបងប្អូនតែចំពោះអ្នកទិញស្រួលពីភ្ញៀវចាស់របស់យើងដែរយើងអាចដូចតែខ្ញុំអីខ្លះដូចជាខ្ញុំអញ្ចឹងមានដកលុយដកអីបានដែរបងប្អូនតែខ្ញុំមិនមែនបើកដកទេបើសិនជាសម្រាប់ខ្ញុំចាស់ចាស់អីចឹងគាត់មកទិញអញ្ចឹងគាត់ថានៅឆ្ងាយពីធនាគារអញ្ចឹងគាត់ត្រូវការដកទៅជួយឆ្ងាយអញ្ចឹងគឺទៅគឺអត់ទៅសេវាហ្មងបងប្អូនខ្ញុំ200000អីដកបានអញ្ចឹងសម្រាប់ខ្ញុំគឺវាចំណុចមួយដែលខ្ញុំអាចទៅទាញខ្ញុំគាត់នៅតែទិញខ្ញុំអញ្ចឹងទោះបីជាអ្នកខាងទៅផ្ទះគៀនគាត់មានអ្នកលក់អីតែគាត់នៅតែមកទិញយើងចាដោយសារអីដោយសារតែយើងស្រួលបងប្អូនចាយើងមានចំណុចទាក់ទាញមកយើងមកគាត់ទៅទិញកន្លែងផ្សេងមិនមែនដូចយើងនិយាយរហ័សតេតងគ្នាចាស់ថែរក្សាជាចាស់ហ្នឹងមិនមែនថាឲ្យយើងទៅនិយាយប្រាប់គាត់ថាធ្វើមកទិញកន្លែងខ្ញុំទៅកន្លែងហ្នឹងទេវាជាមិនមែនជាការនិយាយដូចខ្ញុំទេប៉ុន្តែវាជាការដែលយើងទង្វើដែលយើងធ្វើទៅទៅបងប្អូនចាយើងអាចនឹងនិយាយទៅថាខ្ញុំមនុស្សមានរឿងថាក៏លុយក៏អីចឹងទៅឬក៏អីវ៉ាន់អីចឹងទៅលក់ចេញចូលដូរអីចឹងទៅវាស្រួលបងប្អូនចង់ដូរយកអីកវលផ្សេងដូរយកផ្សេងខ្ញុំដូរអស់ខ្ញុំអត់ប្របាក់ទេយើងហ្នឹងអញ្ចឹងតោកផ្សេងអាណាគឺដូរយកហ្នឹងឯងសម្រាប់តោកខ្ញុំដូរអីក៏បានដែរសម្រាប់ខ្ញុំចានេះជាចំណុចរបស់ខ្ញុំតែចំពោះបងប្អូនមានចំណុចអីផ្សេងៗអាចខែភ្ញៀវបានបងប្អូនធ្វើតាមនេះទៅបងប្អូនចាហើយសម្រាប់ចំណុចទី8ដែរការលក់ដូរចាមិនថាអនឡាញមិនថាលក់ផ្ទាល់មិនថាចាប់ហួយមិនថានំញ៉ាំអីខ្ញុំជឿថាមានមតិរិះគន់បងប្អូនចាចំណុចត្រង់ហ្នឹងខ្ញុំបើសិនជាបងប្អូនជាអ្នកលក់តាមផេកឬក៏អនឡាញបងអាចបកស្រាយបានចាតែបកស្រាយចំណុចទៅយើងដូចទៅមិនចាំបាច់ទៅឆ្លៀតទៅទេគាត់ទេបងប្អូនយើងព្យាយាមបកស្រាយតាមអ្វីដែលយើងអាចធ្វើទៅបានបងប្អូនជាក់ស្ដែងសម្រាប់ខ្ញុំជាឧទាហរណ៍ជាក់ស្ដែងដែរគឺខ្ញុំយកនំមកលក់អញ្ចឹងជានំក្រុមហ៊ុនទេគឺគាត់ថានំខ្ញុំនោះគឺ delay ជាក់ស្ដែងគាត់អ្នកដែលថានោះគាត់អត់ចេះមើល delay ថ្ងៃផលិតថ្ងៃផុតកំណត់ទេគាត់អត់ដឹងទេសម្រាប់អក្សរដែលគេដាក់មកសម្រាប់នំនោះជានំវៀតណាមមានថ្ងៃ delay ថ្ងៃផលិតគឺ7ខែ8អញ្ចឹងណាហើយគាត់ថាហួស delay បាត់ហើយតែប៉ុណ្្នឹងថ្ងៃផលិតទេប៉ុន្តែអត់មានថ្ងៃផុតកំណត់ទេបងប្អូនចាអាហ្នឹងគាត់ថាយើងយកនំហូរដលេមកលក់អីចឹងតែបើស្អីតាមតំណើបើគាត់អត់យល់យើងកំឡុងធ្វើមិនដឹងបងប្អូនយើងនិយាយទៅយើងនិយាយតាមហេតុផលដែលយើងអាចនិយាយបានតែមិនបាច់ទៅទទួលស្រ័យមួយគាត់ទេបើសិនជានៅទៅបើសិនជាសម្រាប់អ្នកលក់អនឡាញអីនៅតែមានបន្តច្រើនយើងធ្វើជាវីដេអូមួយបកស្រាយហើយគឺចប់បងប្អូនគាត់និយាយទៅតាមតំណើទៅបងប្អូនតាមពេលវេលាទៅព្រោះអីបន្តិចទៅក៏វាស្ងាត់បងប្អូននេះសម្រាប់ជាបទពិសោធន៍ជាក់ស្ដែងដែលមានមតិរិះគន់អញ្ចឹងណាហើយយើងគឺបកស្រាយតាមគាត់ទៅឥឡូវគិតថានឹងសរសេរសម្រាប់លេខកូដដែលអក្សរជាភាសាអង់គ្លេសដែលគាត់អាចមើលដឹងសម្រាប់ជាចំណេះដឹងគាត់ដែរដែលគាត់អាចមើលដឹងថាអីវ៉ាន់ហ្នឹងផលិតថ្ងៃណាផលិតថ្ងៃណាអញ្ចឹងហើយគាត់អាចមើលតាមគាត់ដឹងមួយគាត់មើលតុំទីផ្ទាល់ទាំងដល់ចឹងហើយសម្រាប់ចំណុចទី9ហ្នឹងក៏សំខាន់ដែរគឺសម្រាប់ចំណុចហ្នឹងគឺសម្រាប់សេវាកម្មសេវាកម្មថាលក់អីដែលបងប្អូនចារហ័សគឺល្អចាសម្រាប់អ្នកលក់អនឡាញបើរហ័សគឺយើងផ្ញើបានដល់ភ្ញៀវលឿនថ្ងៃក្រោយគេទិញភេកយើងទៀតបងប្អូនបើសិនជា
យើងធ្វើយូរថ្ងៃក្រោយយើងស្ញាយបានឲ្យយូរអញ្ចឹងគេថាគេអត់ចង់ទិញភាសាទៅគេពិចារណាអ្នកដែលទិញខ្ញុំថាគេចង់បានតែសម្រាប់អាហារគាត់ចិត្តអញ្ចឹងណាបងប្អូនបើសិនជាយើងធ្វើយឺតយ៉ាវក្នុងការផ្ញើឲ្យបានមិនថាការលក់ដូរអញ្ចឹងមកទិញអញ្ចឹងចិត្តតែចាំយូរមកអត់ទៅកុំមកយូរមិនបានលឿនធម្មតាអ្នកទិញមិនថាខ្ញុំថាគេក៏ចង់បានលឿនដែរចាតែយើងមកខលទៅប្រចាំខលតែមិនមែនយូរពេកអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់សេវាកម្មគឺឲ្យរហ័សបងប្អូនចាលក់អីក៏ដោយបងប្អូនមិនថាចាក់មួយឬក៏ពីបានអីនេះគឺទៅតែរហ័សបងប្អូនរហ័សតាមយើងអាចធ្វើទៅបានណាបងប្អូនមិនថារហ័សមកពុកឲ្យពុកទៅចាតែរហ័សតាមយើងអាចធ្វើទៅបានបងប្អូនស្ញៀមឲ្យរហ័សបំផុតចាសម្រាប់ចំណុចទី10ដែរគឺសម្រាប់អីវ៉ាន់ដែលផ្ទុះខ្ញុំបងប្អូនអីវ៉ាន់ដែលផ្ទុះបងប្អូនលក់មិនថាតែអ្នកលក់ចាក់មួយឬក៏នំអីចឹងខែថាឥឡូវខែជុំអញ្ចឹងចាអ្នកធ្វើនំគាត់នំសមនំអីអញ្ចឹងបងប្អូនចាគាត់វិចលក់អញ្ចឹងជាយើងថាយើងធ្វើស្តុកឲ្យបានច្រើនណាបងប្អូនគឺកំងនេះធ្វើឲ្យតាន់អញ្ចឹងបងប្អូនហើយក្រោយឆ្នាំក្រោយទៀតគឺទិញយើងទៀតសម្រាប់តាមឆ្នាំអញ្ចឹងឬក៏នំផ្សេងឬក៏ខោអាវអីចឹងអីចឹងឬក៏អីវ៉ាន់ដូចខ្ញុំលក់ចាប់មួយអីចឹងគឺព្យាយាមថាអីវ៉ាន់ណាដែលលក់ដាច់យើងយកមកច្រើនទៅបងប្អូនចាយើងអាចស្តុកច្រើនតិចទៅដោយសារតែអីវ៉ាន់យើងលក់ដាច់អញ្ចឹងដូចខែបុណ្យទានអញ្ចឹងអ្នកដែលគាត់មានលក់គឺទៅស្តុកអីវ៉ាន់ច្រើនបងប្អូនដោយសារតែពេលដូចថាឥឡូវយើងរៀងស្ងាត់តែចាប់ដល់ថ្ងៃប្រជុំធំអ្នកពេញអ្នកអីចាប់មកស្រុកអញ្ចឹងទៅគឺត្រូវការច្រើនបងប្អូនគឺត្រូវការច្រើនដូចថាយើងអត់មានលក់ទេដេប៉ូខ្លះគាត់អត់ដែរដោយសារតែគាត់អត់មានស្តុកច្រើនអញ្ចឹងបើសិនជាយើងអាចមានលទ្ធភាពអាចស្តុកច្រើនទេបងប្អូនឬក៏ដូចជាអ្នកលក់កៅអៅលក់អីចឹងខែនេះគឺពេញបងប្អូនគិតមែនទេចាបើយើងមានស្តុកច្រើនបងប្អូនគិតនឹងគឺប្រហែលក៏អត់សល់បងប្អូនដូចជាអ្នកលក់នំខ្ញុំនិយាយពីដើមអ្នកលក់នំអញ្ចឹងបើគាត់អាចវិចបានច្រើនតម្រូវការបានច្រើនគាត់លក់បានច្រើនបងប្អូនដោយសារតែដល់ជុំអញ្ចឹងណាចានេះសម្រាប់ចំណុចចុងក្រោយអីវ៉ាន់ណាលក់ដាច់គឺយើងទៅលក់ច្រើនទឹកណាឥឡូវខ្ញុំនិយាយសារជាថ្មីវាមាន10ចំណុចទី1គឺខំប្រម៉ូទអីវ៉ាន់យើងតែកុំជន់អីវ៉ាន់គេទី2គឺប្រើប្រព័ន្ធបណ្ដាញសង្គមឲ្យមានប្រយោជន៍បងប្អូនចាទី3គឺកុំបាក់ទឹកចិត្តយើងត្រូវទៅតស៊ូចំណុចហ្នឹងក៏សំខាន់ដែរសម្រាប់ទី4គឺយើងសម្រាប់ចិត្តសម្រួលចិត្តយើងជាអ្នកលក់ចាកុំធ្វើស្មារតីសម្រាប់បងប្អូនចឹងយើងមានដែរចំណុចទី5បើយើងមានតូបឬហាងយើងត្រូវតែស្អាតឲ្យស្អាតបងប្អូនមានស្អាតតែចាសម្រាប់ខ្ញុំនេះសម្រាប់ឲ្យស្រុកស្រែបងប្អូនមើលមកខាងក្រោយខ្ញុំអាចថាមើលទៅសង្កសីខ្វល់ខ្វល់ស្អាតចាសម្រាប់ស្រុកស្រែហើយជីវភាពនេះខ្ញុំក៏មិនជាមានបានអីប្រហែលទេបងប្អូននេះធ្វើកូនតូបទូអញ្ចឹងមើលទៅវាមិនទេតែសារអ្នកអ្នកស្រុកគាត់អាចទទួលយកបានបងប្អូនដោយសារតែយើងអាសាសម្អាតដែរវាមិនទៅជាមានពីពីរត់លីអីប្រហែលទេបងប្អូនដោយសារគេធ្វើខ្មៅហើយអញ្ចឹងទៅអត់មានសូវជាធលីប្រហែលទេតែមើលទៅវាអត់ស្អាតទេក្នុងកាមេរ៉ាដោយសារតែខ្ញុំអត់បាន edit អីថែមទេគឺមកជាក់ស្ដែងតែម្ដងបងប្អូនចាសម្រាប់ចំណុចទី6ដែរគឺយើងថែភ្ញៀវចាស់បងភ្ញៀវចាស់គឺជាអ្នកដែលអាចគាត់ទៅនិយាយប្រាប់អ្នកតគ្នាថាយើងលក់ល្អអីចឹងបងប្អូនយើងគួរតែថែបានបងប្អូនតាមជាក់ស្ដែងបងប្អូនមាន promotion អីថែមទៅសម្រាប់ពីច្រើនលើខាងអនឡាញគាត់ធ្វើច្រើនដែរបងប្អូនសម្រាប់ថោកហ្វេនមួយចាស់គាត់មានជាកតូអីចឹងសម្រាប់យើងលក់នំអាចថានំទៅវាមិនខាតអីប្រហែលទេបងប្អូនសម្រាប់ខ្ញុំគឺសេវាកម្មគឺដូរស្រួលបងប្អូនចាអញ្ចឹងខ្ញុំក៏លក់បានច្រើនដែរសម្រាប់ចំណុចទី7គឺកតាខ្លួនយើងចារៀបចំឲ្យស្អាតមិនស្អាតអីប្រហែលយើងមកបណ្ណាធម្មជាតិទេតែយើងសិក្សាអីទឹកអោអីសំសួរអញ្ចឹងបងប្អូនចាសម្រាប់ចំណុចទី8ដែរគុំជឿយើងតបថននឹងមតិរិះគន់នៃបងប្អូនយើងអាចបកស្រាយបានបើមិនយើងវិធីថ្មីយើងអាចបកស្រាយជាវីដេអូមួយទៅឲ្យមកនិយាយអីតទៅច្រើនទៅគុំទុកទៅវេលាកំណត់ទៅព្រោះអ្នកដែលគាត់ទិញសេវាយើងល្អប្រកបជាមានអ្នកចូលរីកខមមិនអីចឹងបងប្អូនចាយើងមិនតបតឲ្យច្រើនទេបងប្អូនតបតច្រើនតែខ្លះរឿងវិញឆ្ងាយបងប្អូនចាសម្រាប់ចំណុចទី9គឺសេវាកម្មយើងគឺរបស់បងប្អូនណាបងប្អូនចិត្តមិនថាមកពុកហក់ពុកបងប្អូននេះគាត់ថាយើងឲ្យវាចំណុចណាថាយើងអាចលក់ឲ្យបានលឿនគឺយើងជាយើងមកលឿនបំផុតតាមយើងអាចធ្វើទៅបានបងប្អូនហ្នឹងចាចំណុចទី10គឺសម្រាប់អីវ៉ាន់ដែលផ្ទុះឬក៏យើងលក់អីវ៉ាន់ណាដែលដាច់ខ្លាំងយើងព្យាយាមរក្សាស្តុកយើងបានបងប្អូនយើងបើថាយើងរកទិញបានពីផ្សេងឬក៏កន្លែងផ្សេងអីចឹងឬក៏និយាយរឿងនំអញ្ចឹងបើសិនជាយើងលក់ខែលក់ដាច់អញ្ចឹងបងប្អូនគួរតែធ្វើឲ្យបានច្រើនបងប្អូនចានេះទៅអីវ៉ាន់ខ្លះគឺយើងលក់តាមរដូវកាលអញ្ចឹងបងប្អូនរដូវកាលនេះឃើញខោអាវបងប្អូនចាខោអាវសម្រាប់ប្រវត្តិលក់ដាច់ខ្លាំងបងប្អូនចាយើងក៏អាច
thì bây giờ mình để bán cho stock bán cho cứ giờ này bán cho mình để cái stock bán cho cha ở con phong này sẽ là cả để cho mở cho này để mở lại trong nội địa cha cho một trăm có đó cha ở con mình để cha ở con này snap bị đạp đó cha phải chú subscribe vào nhóm nhẹ mỗi nó đồng bảy bán video thôi các bạn tiếp cha ở con cha cho mình đi cha